នេះខ្ញុំសដាប់វ៉ាន់សមានញ្ញាតគោរពនឹងជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពនឹងជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីកិច្ចសម្ភារសេដ្ឋកិច្ចរបស់ BTV នៅក្នុងកម្មវិធីនេះគឺតែងតែលើកយកនៅប្រធានបទផ្សេងគ្នាដោយមានការចូលរួមបកស្រាយពីវាគ្មិនដែលមានចំណេះដឹងបទពិសោធន៍ទៅលើអត្ថប្រយោជន៍មួយចំនួននៅក្នុងការធ្វើអាជីវកម្មយុទ្ធសាស្ត្រនៅក្នុងការដឹកនាំក្រុមហ៊ុនប្រតិបត្តិការរបស់សហគ្រាសធុនតូចនិងមធ្យមឬក៏យុទ្ធសាស្ត្រគោលនយោបាយរបស់រដ្ឋាភិបាលនៅក្នុងវិស័យសេដ្ឋកិច្ចនៅក្នុងថ្ងៃនេះនឹងមានការចែករំលែកអំពីបទពិសោធន៍ផ្ទាល់នៃការគ្រប់គ្រងធនធានមនុស្សការធ្វើទីផ្សារនិងការលក់នៃក្រុមហ៊ុនអចលនទ្រព្យមួយដែលវាគ្មិនក្រយុះជាអ្នកអនុវត្តកិច្ចការងារនេះដោយផ្ទាល់រយៈពេលជាយូរឆ្នាំមកហើយគឺលោកជំទាវអុកញ៉ាកុងសំណាងលោកជំទាវគឺជាអគ្គនាយិកាបរិយវិមានសំណាងថាតើមានរបៀបដឹកនាំធនធានមនុស្សយ៉ាងដូចម្ដេចយុទ្ធសាស្ត្រទីផ្សារបែបណានិងជំរុញការលក់បន្ថែមបែបណាទៀតដើម្បីឲ្យអាជីវកម្មមួយអាចដំណើរការទៅបានដោយរលូនដូច្នេះកុំឲ្យខាត់ពេលយូរនាងខ្ញុំសូមចាប់ផ្ដើមដំណើរការនៃកិច្ចសម្ភារសូមជម្រាបសួរលោកជំទាវអុកញ៉ាចា៎ចាជម្រាបសួរអរគុណសម្រាប់ការអញ្ជើញចូលរួមដើម្បីចែករំលែកនៅបទពិសោធន៍ក្នុងន័យចូលរួមចំណែកមួយផ្នែកណាមួយជូនទៅដល់ទស្សនិកជនឬក៏ដល់តួអង្គពាក់ព័ន្ធដែលគាត់អាចកំពុងតែធ្វើអាជីវកម្មស្តៀងគ្នាជាមួយនឹងលោកជំទាវដែរជួយគ្នាព្រោះថាចំណេះដឹងនិងបទពិសោធន៍គឺសំខាន់ណាស់ដូច្នេះជាដំបូងដោយសារតែលោកជំទាវជាអ្នកប្រតិបត្តិនៅក្នុងក្រុមហ៊ុនផ្ទាល់ជាផ្នែកមួយនៃការគ្រប់គ្រងធនធានមនុស្សហើយក៏ការរៀបចំពីព្រោះថាជាមេដឹកនាំជាក្បាលម៉ាស៊ីនកិច្ចការងារច្រើនណាស់ធនធានមនុស្សបុគ្គលិកក៏គ្រប់គ្រងទីផ្សារនោះក៏ត្រូវមើលពីលើជំរុញការលក់នោះក៏ត្រូវជាទូនាទីរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមួយដែរប៉ុន្តែជាដំបូងចង់ឲ្យលោកជំទាវអុកញ៉ាចែករំលែកយុទ្ធសាស្ត្រផ្ទាល់ថាតើកន្លងទៅរបៀបគ្រប់គ្រងធនធានមនុស្សនៅក្នុងក្រុមហ៊ុនលោកជំទាវបែងចែកនិងមានផែនការយុទ្ធសាស្ត្របែបណាខ្លះចាជាដំបូងសូមអរគុណដែលបានដែរផ្ដល់កិត្តិយសឲ្យខ្ញុំបានចូលរួមមកចែករំលែកបទពិសោធន៍ក្នុងថ្ងៃនេះនាងខ្ញុំសូមណែនាំខ្លួនបន្ថែមទៀតចានាងខ្ញុំឈ្មោះគង់សំណាងជាអគ្គនាយិកានៃបរិយវិមានសំណាងអញ្ចឹងខ្ញុំមកនេះខ្ញុំសូមចែករំលែកជាបទពិសោធន៍ជាក់ស្ដែងដែលខ្ញុំបានធ្លាប់អនុវត្តផ្ទាល់ជាផ្នែកគ្រប់គ្រងនៅបរិយរបស់នាងខ្ញុំផ្ទាល់បើយើងនិយាយតាក់ទងទៅដល់ការគ្រប់គ្រងធនធានមនុស្សជាទូទៅបើអ្នកមើលជាទូទៅយើងគិតថាផ្នែកលក់សំខាន់ណាស់ព្រោះរលុយឲ្យក្រុមហ៊ុនចាផ្នែក finance សំខាន់ណាស់គឺជាផ្នែកដែលជួយរក្សាលុយជួយប្រើប្រាស់លុយប៉ុន្តែបើយើងកលេចទៅធនធានមនុស្សគឺជាកន្លែងមួយគឺគេហៅថា center កន្លែងប្រមូលផ្ដុំដើម្បីឲ្យវិស័យផ្នែកផ្សេងតាក់ទងផ្នែក sale តាក់ទងនឹងផ្នែក finance នឹងគាត់ដើរទៅមុខទាំងអស់គ្នាកន្លែងធនធានមនុស្សដើរតួសំខាន់ជាងគេដូចជាក្បាលម៉ាស៊ីនមួយចាជាបច្ចៈមណ្ឌលកដាលមួយដែលគាត់ត្រូវគ្រប់គ្រងពីលើគ្រប់ផ្នែកទាំងអស់ទៀតចាគ្រប់ផ្នែកគឺតាក់ទងនឹងធនធានមនុស្សបើធនធានមនុស្សសម្របការងារបានល្អដោយបទពិសោធន៍ខ្ញុំនិយាយឧទាហរណ៍ជាក់ស្ដែងមួយឧទាហរណ៍ថាផ្នែកលក់យើងត្រូវមានតំណែងមតិជនប៉ុន្តែបើផ្នែកលក់គាត់តំណែងជាមួយនឹងផ្នែក accounting ដើម្បី support ឲ្យ accounting តាក់ទងនឹងការងារប្រមូលលុយចាការងារប្រមូលលុយអត់បានល្អអតិថិជនអត់ពេញចិត្តផ្នែកលក់ក៏ដើរទៅមុខអត់រួចដែរចាអញ្ចឹងរុញទៅធនធានមនុស្សទៅធនធានមនុស្សតែធនធានមនុស្សសំខាន់ជាងគេហើយមួយទៀតតកតងនឹងពិសេសជាងគេគឺអ្នកចេះធ្វើម៉េចឲ្យអ្នកចេះនៅជាមួយនឹងស្ថាប័នយើងកន្លែងនឹងសិទ្ធិធនធានមនុស្សទៀតតែគ្រប់គ្រងគេអត់បានគេថាធនធានមនុស្សគ្មានសមត្ថភាពចាអត់អាចទប់អ្នកចេះទុកនៅមួយយើងបានទេចាធនធានមនុស្សសំខាន់ប៉ុន្តែបើសិនជានិយាយអំពីយុទ្ធសាស្ត្រវិញយើងមានទាំងគាត់ជាអ្នកសមត្ថភាពបើថាបុគ្គលិកនៅក្នុងគឺមានទាំងអ្នកមានសមត្ថភាពមានអ្នកមានឆន្ទៈប៉ុន្តែក៏មានដែរអ្នកខ្លះគាត់មានសមត្ថភាពប៉ុន្តែមិនសូវខំប្រឹងឬក៏អ្នកខ្លះគាត់ចូលមកគ្រាន់តែដើម្បីប្រាក់ខែមានសពគ្រប់បែបយ៉ាងទាំងអស់អញ្ចឹងរបៀបនៃការគ្រប់គ្រងធនធានមនុស្សដែលលោកជំទាវអនុវត្តផ្ទាល់អាចរក្សាបានឲ្យទាំងអ្នកប្រឹងអ្នកមិនសូវប្រឹងគាត់ដើរទៅមុខរួមគ្នាឲ្យស្ថាប័នមួយជោគជ័យតើលោកជំទាវប្រើយុទ្ធសាស្ត្របែបណាខ្លះចាអរគុណអាវ៉ាន់សំណួរហ្នឹងខ្លឹមចាបើតកតងនឹងការគ្រប់គ្រងធនធានមនុស្សថាធ្វើម៉េចឲ្យរក្សាអ្នកល្អនៅជាមួយយើងធ្វើម៉េចឲ្យពួកគាត់ខំប្រឹងធ្វើការកន្លែងហ្នឹងសំខាន់ខ្លាំងមែនតើហ្មងចាបើសម្រាប់នាងខ្ញុំរឿងទី1ដែលខ្ញុំធ្វើហ្នឹងមុននឹងការគ្រប់គ្រងធនធានមនុស្សឲ្យបានល្អហ្នឹងគឺត្រូវផ្ដោតសំខាន់ទៅលើការរើសមនុស្សសិនរើសមនុស្សល្អគេថា the right people ណាចារើសមនុស្សឲ្យបានត្រឹមត្រូវបើសម្រាប់ខ្ញុំពេលដែលខ្ញុំជ្រើសរើសបុគ្គលិកម្នាក់ចូលគឺសំខាន់ខ្ញុំជ្រើសរើសម៉ត់ចត់ល្មមខ្ញុំយល់ព្រមឲ្យគាត់ចូលគឺខ្ញុំរើសម៉ត់ចត់ដោយសារខ្ញុំមានគោលគំនិតតខ្លួនមួយថានៅពេលដែលរើសគាត់ចូលហើយខ្ញុំមិនងាយនឹងប្រឡែងគាត់ចេញទេចាដោយសារអាចថាយើងជាស្ត្រីឬក៏មិនថា
ប្រើទឹកចិត្តច្រើនក្នុងការអោកសោបបុគ្គលិកអញ្ចឹងរើសចូលជារឿងងាយស្រួលបញ្ឈប់គាត់ចេញជារឿងពិបាកអញ្ចឹងខ្ញុំរើសមនុស្សគឺខ្ញុំដំបងទីគឺខ្ញុំមកចត់ហើយខ្ញុំឲ្យគោលសំខាន់ទី1គឺផ្ដោតទៅលើអត្តចរិតចាដោយសារក៏ប៉ុន្តែបើយើងនិយាយពីធនធានមនុស្សចំណុច2ដែលសំខាន់គឺអត្តគេហៅថាបុគ្គលិកលក្ខណៈហើយនិងជំនាញចាបើសិនជាយើងរើសបានមនុស្សទាំងមានទាំងបុគ្គលិកអត្តចរិតល្អមានទាំងជំនាញទៀតអាហ្នឹងគេហៅថាជាសំណាងរបស់ក្រុមហ៊ុនប៉ុន្តែវាមិនមែនស្ទើរស្រួលអញ្ចឹងទេអញ្ចឹងខ្ញុំផ្ដោតសំខាន់ទី1គឺខ្ញុំរើសទៅលើអត្តចរិតចាដោយសារខ្ញុំជឿជាក់ថាមនុស្សយើងបើគាត់មានអត្តចរិតល្អគឺបណ្ដោះបណ្ដាលជំនាញគឺរៀនបានបន្តបន្សំតាមក្រោយចាមានន័យថាបើអត្តចរិតគាត់ល្អហើយគាត់ស្ទើរជំនាញយើងអាចរុញគាត់ទៅរៀនជំនាញថែមចាហើយការធ្វើការងារប្រចាំថ្ងៃហ្នឹងយើងឲ្យជាបទពិសោធន៍យើងឲ្យជាការងារផ្ទាល់ទៅគាត់ឆាប់ចេះចាសំខាន់អត្តចរិតទី1ដែលគាត់គឺជាមនុស្សល្អមនុស្សត្រឹមត្រូវមានសច្ចធម៌អញ្ចឹងទៅបើគាត់ចូលមកធ្វើការពេលដែលយើងរើបានមនុស្សល្អយើងអត់សូវហត់ទេអញ្ចឹងដល់វគ្គដល់គ្រប់គ្រងគឺស្រួលហើយបើគាត់ជាមនុស្សល្អគ្រប់គ្រងស្រួលហើយអញ្ចឹងផ្ដើមចេញពីជំហានរើសគេសិនរើសអ្នកដែលល្អសិនអត់ត្រូវចេះតែយកមកហើយតាមបដោះតាមក្រោយទេថាគាត់មានដើមទុនរបស់គាត់ផ្ទាល់មួយសិនថាគាត់ស័ក្តិសមនឹងបំពេញតួនាទីនៅក្រុមហ៊ុនរបស់យើងចាបន្ទាប់មកទៀតមានអ្វីបន្ថែមចាបើយើងរើបានមនុស្សត្រូវហើយជំនាញយើងបរៀនស្រួលឯដូចពាក្យចាស់គាត់ថាអត្តចរិតធម្មជាតិពិបាកកែតែជំនាញយើងបន្ថែមបានអញ្ចឹងទី1របស់ខ្ញុំគឺខ្ញុំរើសមនុស្សឲ្យត្រូវសិនហើយបើតកតងនឹងថាដល់វគ្គនៃការគ្រប់គ្រងថាធ្វើម៉េចយើងខាត់មនុស្សដែលល្អនៅជាមួយយើងបានបើសម្រាប់ខ្ញុំតែងតែប្រើជាប្រចាំថ្ងៃហ្នឹងខ្ញុំមាន3ចំណុចដែលខ្ញុំគិតថាការគ្រប់គ្រងរបស់ខ្ញុំហ្នឹងបុគ្គលិកដែលគេហៅថាថ្នាក់គ្រប់គ្រងថ្នាក់កណ្ដាលឡើងទៅពួកខ្ញុំមិនសូវមានងាយការផ្លាស់ប្ដូរទេគាត់នៅជាមួយខ្ញុំជាប្រចាំហើយមូលហេតុដែលមិនងាយនឹងគាត់ចេញទៅណាទៀតខ្ញុំខ្លួនឯងហ្នឹងគឺខ្ញុំនៅជាមួយពួកគាត់រហូតខ្ញុំដើរតួនាទីជា leader មិនមែនជា boss ទេចាខ្ញុំដើរតួនាទីជា leader ខ្ញុំគ្រប់គ្រងដោយផ្ទាល់ជាមួយនឹងអ្នកគ្រប់គ្រងតាំងពីថ្នាក់កណ្ដាលទៅមកឧទាហរណ៍ថាប្រធានផ្នែកលក់ប្រធានផ្នែកmarketing ទីផ្សារប្រធានផ្នែកហិរញ្ញវត្ថុប្រធានផ្នែកមួយគឺខ្ញុំធ្វើការជាមួយផ្ទាល់ហើយខ្ញុំគិតថាអ្វីដែលខ្ញុំផ្ដល់ឲ្យគាត់រាល់ថ្ងៃដែលខ្ញុំធ្វើជាប្រចាំហ្នឹងខ្ញុំផ្ដោតទៅលើ3ចំណុចធំដែលទី1ហ្នឹងខ្ញុំផ្ដោតទៅលើការផ្ដល់កិត្តិយសឲ្យគាត់ព្រោះខ្ញុំជឿជាក់ហើយទាំងខ្ញុំផ្ទាល់ចូលចិត្តនៅកន្លែងណាដែលផ្ដល់កិត្តិយសផ្ដល់តម្លៃផ្ដល់កិត្តិយសចាផ្ដល់កិត្តិយសហ្នឹងបែបម៉េចគឺមិនដែលប្រើពាក្យអសុរោះជាមួយពួកគាត់ទេព្រោះកន្លែងយើងទោះបីឋានៈគាត់ជាកម្មករជាសន្តិសុខអនាម័យអីទាំងអស់គឺផ្ដល់កិត្តិយសយើងប្រើពាក្យសមរម្យជាមួយគ្នាចាហើយការប្រើប្រាស់ម៉ោងពេលវេលាក៏មិនមែនថាផុតម៉ោងហើយចិត្តតែរុញចិត្តតែអីដែរចិត្តបខំគាត់ធ្វើដែរបើសិនជាការងារណាប្រញាប់ផុតម៉ោងធ្វើការហើយគាត់ព្រមធ្វើអូខេគឺធ្វើបើគាត់មិនព្រមធ្វើក៏មិនអីដែរផ្ដល់សិទ្ធិមួយចាហើយមួយទៀតគឺផ្ដល់សិទ្ធិផ្ដល់សិទ្ធិហ្នឹងគឺបើសិនជាគាត់តួនាទីជាអីក៏ដោយក្នុងរង្វង់គេហៅថា job description របស់គាត់ហ្នឹងគាត់ធ្វើតែការងាររបស់គាត់ប៉ុណ្្នឹងទៅគឺបានហើយសិទ្ធិរបស់គាត់លើថ្នាក់គ្រប់គ្រងថ្នាក់កណ្ដាលអញ្ចឹងគាត់មានសិទ្ធិទៅលើបុគ្គលិកគាត់លំដាប់ណាខ្លះគាត់មានសិទ្ធិដំឡើងបុគ្គលិកសុំដំឡើងប្រាក់ខែសុំប្រជុំអីគឺផ្ដល់សិទ្ធិឲ្យគាត់កន្លែងហ្នឹងដែរទី2ចាហើយទី3ហ្នឹងគឺការផ្ដល់អត្ថប្រយោជន៍យើងនិយាយទៅយើងថាជាមនុស្សស្រីយើងដឹងថាភាពចាំបាច់តម្រូវការរបស់មនុស្សយើងម្នាក់ចង់បាយខ្លះអញ្ចឹងបើសិនជាតួនាទីកន្លែងការងារល្អហើយម្ចាស់ថៅកែក៏ចិត្តល្អហើយប៉ុន្តែបើលុយស្ទើរក៏ពិបាកនៅចាអញ្ចឹងផ្ដល់អត្ថប្រយោជន៍ផ្សេងបើសម្រាប់កន្លែងខ្ញុំនេះអត្ថប្រយោជន៍ដូចដែលច្បាប់រដ្ឋការងារមានហើយខ្ញុំមានបន្ថែមទៅលើពីប្រាក់លើកទឹកចិត្តផ្សេងពេលគាត់ការពេលមានដាតុភាពអីមានប្រាក់លើកទឹកចិត្តអីផ្សេងទៀតនេះគឺជារបៀបនៃការគ្រប់គ្រងធនធានមនុស្សជាក់ស្ដែងនៃបទពិសោធន៍របស់លោកជំទាវផ្ទាល់ត្រឡប់មកកាន់ការធ្វើទីផ្សារវិញដែលយើងបានឃើញហើយថាអចលនទ្រព្យនៅពេលបច្ចុប្បន្នតាំងពីកូវីដរហូតដល់ឥឡូវនេះមិនទាន់អាចវិលត្រឡប់ដោយកាលពីឆ្នាំ2018ឬក៏2019ទេនេះគឺជារឿងដែលយើងមិនអាចបដិសេធបានប៉ុន្តែយ៉ាងណាក៏យើងមើលឃើញសញ្ញាណវិជ្ជមានទៅមុខបន្តដែរនៅក្នុងស្ថានភាពបែបនេះថាតើលោកជំទាវប្រើយុទ្ធសាស្ត្រទីផ្សារបែបណានៅក្នុងការលក់នៃអចលនទ្រព្យនៅក្នុងក្រុមហ៊ុនផ្ទាល់ចាអរគុណច្រើនណាស់វ៉ាន់កាប់ពិតទៅបើមិញយើងនិយាយពីធនធានមនុស្សហើយ
ធនធានមនុស្សនឹងផ្នែកទីផ្សារសិតតែសំខាន់ហើយបើសិនជាទោះធនធានមនុស្សខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែបើទីផ្សារលក់ដូរអត់បានធនធានមនុស្សមានអីធ្វើបើលុយចូលអត់បានចូលផងចាបើសម្រាប់ខ្ញុំគឺទីផ្សារខ្ញុំតាមដានជាប់ជានិច្ចពិសេសជាងគេខ្ញុំតាមដានទៅលើទំនោរចិត្តរបស់អតិថិជនទីផ្សារជាក់ស្ដែងរបស់អតិថិជនយើងដឹងថាកន្លងមកគ្រាន់តែគេលើកផ្លាក banner មួយ pre-sale ហ្នឹងភ្ញៀវទិញពឹបប៉ុន្តែរហូតមកដល់បច្ចុប្បន្នតាំងពីមានកូវីដរហូតដល់សង្គ្រាមអ៊ុយក្រែនរហូតដល់សេដ្ឋកិច្ចបែបហ្នឹងអាទីផ្សារពីមុនគឺលែងលែងរួចហើយចាដើរលេងបានហើយអញ្ចឹងការធ្វើទីផ្សារយើងទាមទារឲ្យយើងបង្ហាញល្អបង្ហាញចំណុចច្បាស់ចំណុចពិតប្រាកដទៅលើទីផ្សារទៅលើនេះថាបើយើងប្រើបច្ចេកជា social media យើងបង្ហាញពិតទៅលើមិនមែនកពុះកុហកបានទេបើថាឲ្យចំអតិថិជនគោលដៅរបស់ផលិតផលរបស់យើងចាហើយមួយទៀតនោះឧទាហរណ៍ថាយើងផ្សាយអំពីម៉ូដផ្ទះយើងផ្សាយអំពីសក្តានុពលរបស់យើងចាចូលមកដល់គឺរបស់យើងគឺត្រូវតែអញ្ចឹងមែនអតិថិជនបច្ចុប្បន្នគឺបើសិនជាដោយសារស្ថានភាពសេដ្ឋកិច្ចបែបហ្នឹងគាត់ទិញផ្ទះណាដែលយើងចាប់ផ្ដើមសាងសង់មានរូបរាងជាផ្ទះហើយដោយសារបើយើងនិយាយថាសេដ្ឋកិច្ចឲ្យល្អវិញភ្លាមហ្នឹងគឺអត់ទាន់ទេប៉ុន្តែភ្ញៀវចាប់ផ្ដើមគាត់មានចលនាក្នុងការទិញហើយប៉ុន្តែភ្ញៀវទិញនៅក្នុងលក្ខខណ្ឌបែបណាគាត់ទិញក្នុងលក្ខខណ្ឌដែលសំណងមានអ្វីជាទំនុកចិត្តរបស់គាត់អញ្ចឹងបើសម្រាប់ខ្ញុំបានរៀបចំរួចរាល់ហ្មងបុរីមានសំណាងដូចយើងដឹងថាអតិថិជនបច្ចុប្បន្នគាត់កង្វល់រឿងដូចថាអត់មានផ្ទះខ្លាចបងលុយទៅហើយអត់មានផ្ទះរបស់ខ្យល់ដីខ្យល់ផ្ទះខ្យល់ចាអត់មានបានអត់មានអីចឹងទៅបើសម្រាប់ខ្ញុំដឹងថាអតិថិជនទំនោរអតិថិជនបច្ចុប្បន្នគឺគាត់ត្រូវតែមានអ្វីដែលផ្ដល់ទំនុកចិត្តឲ្យគាត់ចាការលក់វិញព្រោះមិញលោកជំទាវបានបញ្ជាក់ឲ្យថាពីរនឹងអត់ទៅណាគ្នាទេឥឡូវមានយុទ្ធសាស្ត្រឲ្យតើគ្រប់គ្រងជំរុញឲ្យអ្នកលក់នឹងគាត់ត្រូវធ្វើបែបម៉េចដើម្បីឲ្យផលិតផលយើងពិតជាបាន close sale បិទបញ្ចប់ជាមួយអតិថិជនគោលដៅរបស់យើងពិតប្រាកដចាបើសម្រាប់ទៅផ្នែកលក់វិញយើងដឹងហើយថាទីផ្សារនិងផ្នែកលក់គឺផ្សារភ្ជាប់គ្នាសម្រាប់ខ្ញុំនៅពេលដែលយើងដាក់ចេញនៅយុទ្ធសាស្ត្រទីផ្សារអីមួយគឺក្រុមផ្នែកលក់គឺគាត់ត្រូវអង្គុយជុំគ្នាហ្មងថាតើយុទ្ធសាស្ត្រទីផ្សារមួយហ្នឹងដែលយើងដាក់ឧទាហរណ៍ដូចបច្ចុប្បន្នអញ្ចឹងខ្ញុំដាក់ដោយខ្ញុំដឹងថាអតិថិជនឥឡូវគាត់ស្រឡាញ់គាត់ចង់បានផ្ទះនៅប៉ុន្តែគាត់អត់ចង់យកលុយប្រើច្រើនអបងអញ្ចឹងខ្ញុំដាក់យុទ្ធសាស្ត្រទីផ្សារឲ្យអតិថិជនអាចបង់លុយទាបសិនទៅដើម្បីឲ្យគាត់មានឱកាសទុកលុយគាត់សម្រាប់ទៅធ្វើអាជីវកម្មផ្សេងអញ្ចឹងគាត់បង់តិចហើយយើងថែមជូនអ្វីដែលគាត់ចង់បានគឺប្លង់រឹងចាអញ្ចឹងដាក់ឲ្យចំគោលដៅអញ្ចឹងបងពេលដែលផ្នែកលក់ហើយនឹង marketing អង្គុយជាមួយគ្នាអញ្ចឹងយើងប្រាប់ថាយើងដាក់ទីផ្សារបែបហ្នឹងផ្នែកលក់គាត់ជួបអតិថិជនជាប្រចាំគាត់នឹងថាយុទ្ធសាស្ត្រហ្នឹងចាបែបហ្នឹងដើរមិនអីអញ្ចឹងហើយអញ្ចឹងហើយពេលដែលដាក់ទីផ្សារទៅហើយយុទ្ធសាស្ត្រទីផ្សារហើយផ្នែកលក់គឺត្រូវតែឆ្អិនអំពីយុទ្ធសាស្ត្រទីផ្សារហ្នឹងថាយើងដាក់បែបហ្នឹងគោលការណ៍លំអិតអីហ្នឹងគឺត្រូវដឹងអីខ្លះចាដើម្បីពេលដែលគាត់ប្រាប់ភ្ញៀវហ្នឹងនៅតាក់ទើទីទើមានន័យថាយើងមិនមែនជាអ្នក professional ទេជាការពិតចាយើងទៅលក់ផលិតផលតែយើងអត់ស្គាល់ផលិតផលខ្លួនឯងច្បាស់ចាអញ្ចឹងថាតើទើបឲ្យអតិថិជនជឿជាក់ហ៊ានចំណាយលុយចាទាំងអស់នេះគឺជាការធ្វើការងារជាក់ស្ដែងដែលមានភាពបដិកលាគ្នាតាំងពីលើដល់ខាងក្រោមប៉ុន្តែជារួមត្រឡប់មកវិញនៅពេលដែលលោកជំទាវមានទាំងរបៀបនៃការគ្រប់គ្រងទាំងក្តៅទាំងបច្ចៈទាំងភាពបត់បែនពីក្រោមរហូតដល់លើពីទីផ្សាររហូតដល់ការលក់ចេញរហូតដល់បានលុយត្រឡប់ចូលមកក្រុមហ៊ុនវិញតែបច្ចុប្បន្នយើងមើលឃើញសន្ទុះនៃការលក់កំណើននៃសកម្មភាពទៅលើផ្សារចលនាទ្រព្យមានភាពបត់បែនឬក៏សន្ទុះទៅមុខយ៉ាងណាដែរចាបើសម្រាប់ខ្ញុំការពីចុងឆ្នាំ2024ចាប់ផ្ដើមពីត្រីមាសទី3ទី4មកយឺតមែនតើហ្មងបើការដើមឆ្នាំនៃត្រីមាសទី1ទី2យើងនិយាយថាយើងមើលទៅយឺតមែនតែយើងអាចនៅលក់ដូរនៅមានភ្ញៀវអីហូរហែចុងឆ្នាំ2024គឺស្ងាត់តតែមែនតើប៉ុន្តែចាប់ផ្ដើមឆ្នាំ2025ខែ1ខែ2ខែ3នេះឃើញសន្ទុះភ្ញៀវដូចគាត់មានអារម្មណ៍ថាគាត់ចង់ទិញវិញហើយចាគាត់ចង់ទិញវិញគាត់មកសួរហូរហែហើយមានការទិញមានការលក់អីជាហូរហែចាអញ្ចឹងខ្ញុំគិតថាឆ្នាំ2025ភ្ញៀវគាត់ចាប់ផ្ដើមទិញឡើងវិញហើយគាត់ហ៊ានចេញបើកលុយយកលុយចេញពីទូរបស់គាត់មកប្រើចាហ៊ានទិញហើយប៉ុន្តែក្នុងការទិញហ្នឹងគឺគាត់ទិញក្នុងន័យប្រយ័ត្នប្រយែងគាត់មកមើលពីផ្
ផ្ទះយើងគាត់សួរពីបានរឹងពីកម្មសិទ្ធិអីគឺប្រយ័ត្នប្រយែងប៉ុន្តែដូចខ្ញុំនិយាយពីដើមទីអញ្ចឹងថាខ្ញុំរៀបចំរួចជាស្រេចអ្វីដែលជាកង្វល់របស់អតិថិជនអញ្ចឹងភ្ញៀវគាត់មកទិញខ្ញុំដោយទំនុកចិត្តបានអរគុណមែនតើលោកជំទាវជាចុងក្រោយមានអ្វីជាការស្នើសុំឬក៏អំពាវនាវបន្ថែមនៅក្នុងការផ្ដល់នៅចំណេះដឹងទៅដល់អតិថិជនដែលគាត់កំពុងតែត្រូវការអចលនទ្រព្យមិនថាតែសម្រាប់បរិយមានសំណាងទេបរិយផ្សេងឬក៏លំនៅឋានផ្សេងទៀតតែអតិថិជនគាត់ត្រូវពិនិត្យមើលយ៉ាងដូចម្ដេចដើម្បីឲ្យគាត់មានទំនុកចិត្តហើយចំណាយលុយទៅត្រូវចំគោលដៅចាសូមអរគុណបើជាចុងក្រោយសំណូមពររបស់ខ្ញុំទៅលើក្នុងនាមខ្ញុំជាអ្នកសាងសង់បុរីអញ្ចឹងខ្ញុំមានសំណូមពរក៏ដូចជា comment ខ្លះទៅអ្នកសាងសង់ដូចគ្នាថាដើម្បីឲ្យទីផ្សារយើងរួមទាំងអស់គ្នានឹងបានល្អគឺយើងធ្វើរឿងដែលល្អធ្វើរឿងដែលត្រឹមត្រូវទៅសាងសង់ផ្ទះឲ្យអតិថិជនមានបានមានអីឲ្យគាត់ជាទំនុកចិត្តហើយក៏ជារឿងល្អនៅក្នុងទីផ្សារយើងដើម្បីឲ្យភាពជឿជាក់ឲ្យទីផ្សារយើងល្អទាំងអស់គ្នាហើយមួយទៀតនោះដែរក៏អតិថិជនយើងបើសិនជាគាត់ចង់ទិញផ្ទះខ្ញុំគិតថាមិនមែនទៅលើតែសេដ្ឋកិច្ចល្អមិនល្អទេឲ្យតែដឹងថាស្ថានភាពសេដ្ឋកិច្ចរបស់យើងមានលទ្ធភាពទិញដូរគ្រប់គ្រាន់ក៏គួរតែគិតគូរដល់ការទិញដែរដោយសារឆ្នាំ2025យើងដឹងថាផ្ទះបុរីគាត់សង់ច្រើនអញ្ចឹងលក្ខខណ្ឌទិញដូរផ្ទះនីមួយហើយនឹងគោលការណ៍អីតាន់នៅធូរអញ្ចឹងគាត់អាចគិតពិចារណាទិញនៅឆ្នាំ2025ហ្នឹងខ្ញុំគិតថាគាត់អាចទិញបានលក្ខខណ្ឌល្អចាពីព្រោះបើសិនជាទៅមុខទៀតអចលនទ្រព្យនៅកម្ពុជាមិននៅធូរទៀតទេព្រោះយើងនឹងមានកំណើឬក៏ចរន្តនៃការទិញលក់កាន់តែប្រសើរហើយតែឥទ្ធិពលនៃខាងក្រៅមិនប៉ះពាល់ហើយខាងក្នុងយើងរក្សាបាននៅស្ថិរភាពសន្តិភាពសេរីភាពនយោបាយចាប់អារម្មណ៍នៃការវិនិយោគផ្សេងពីខាងក្នុងនិងខាងក្រៅប្រទេសបន្ថែមអរគុណមែនទែនលោកជំទាវសម្រាប់ការចែករំលែកនៅបទពិសោធន៍ផ្ទាល់រួមជាមួយនឹងការមើលឃើញជាក់ស្ដែងនៃសកម្មភាពទិញលក់នៃអចលនទ្រព្យហើយកន្លឹះដែលសំខាន់ទាំងអ្នកដែលគាត់កំពុងសាងសង់អាចនឹងមានយុទ្ធសាស្ត្រទីផ្សារការគ្រប់គ្រងធនធានមនុស្សការលក់រួមជាមួយនឹង comment ខ្លះដែលភ្ជាប់ជាមួយនឹងការលើកទឹកចិត្តទៅដល់អតិថិជនបើសិនបើគាត់ត្រូវការអចលនទ្រព្យវាជាឱកាសល្អឆ្នាំល្អដែរដែលមាននឹងការបន្ធូរបន្ថយលក្ខខណ្ឌដែលងាយស្រួលនៅក្នុងការស្វែងរកអចលនទ្រព្យដែលមានគុណភាពនិងសុវត្ថិភាពអរគុណសម្រាប់ការតាមដានទស្សនានៃកិច្ចសម្ភាសន៍នៅថ្ងៃនេះខណៈនេះនឹងខ្ញុំសដាវ៉ាន់និងលោកជំទាវអុកញ៉ាគង់សំណាងអគ្គនាយិកាបរិយវិមានសំណាងសូមអរគុណសូមគោរពលា